សុភមង្គលពិតប្រាកដគឺពិតណាស់ផ្ដើមចេញអំពីវិន័យនិងគុណធម៌ដែលមាននៅក្នុងជីវិតប្រចាំថ្ងៃហេតុអ្វីបានជាមនុស្សមួយចំនួនធំដែលគាត់មានចំណេះដឹងច្រើនហើយមានសមត្ថភាពដ៏អស្ចារ្យផងដែរប៉ុន្តែបើសិនជាយើងក្រឡេកទៅមើលជីវិតប្រចាំថ្ងៃរបស់គាត់ហាក់បីដូចជាមិនសូវមានពន្លឺវាអភិរស្មីចឹងទៅហើយពេលខ្លះមួយថ្ងៃពីព្រឹករហូតដល់ល្ងាចដល់យប់ហ្នឹងហាក់បីដូចជារោគសេចក្តីសុខពិតប្រាកដមួយនៅក្នុងចិត្តរបស់គាត់ហ្នឹងមិនបានផងអញ្ចឹងដើម្បីទទួលបាននូវសុភមង្គលពិតប្រាកដប៉ុន្តែយើងខ្លួនឯងមិនអាចគ្រប់គ្រងអារម្មណ៍គ្រប់គ្រងផ្លូវចិត្តប្រចាំថ្ងៃបានឬពេលខ្លះយើងមិនអាចរក្សាសីលធម៌ផ្ទាល់ខ្លួនបានផងនោះសួរថាតើឯណាទៅសុភមង្គលហ្នឹងណាបើយើងរស់នៅគ្មានវិន័យល្អគ្មានសីលធម៌ល្អទេនោះគេហៅថាអពមង្គលនៅក្នុងជីវិតរបស់យើងនៅក្នុងសង្គមយើងបច្ចុប្បន្នមនុស្សជាច្រើនតែងតែយល់ច្រឡំរវាងពាក្យថាសេរីភាពណាសេរីភាពហើយសេរីភាពនោះមនុស្សយើងភាគច្រើនតែងតែដាក់និយមន័យឲ្យថាឲ្យតែធ្វើអ្វីបានតែតាមចិត្តចង់ដោយគ្មានព្រំដែនឬក៏គ្មានវិន័យគ្មានអីផ្សេងគ្មានសម្ពាធអីផ្សេងនោះហើយគឺជាសេរីភាពដ៏ពិតប្រាកដសួរថាយើងចង់បានសុខភាពល្អប៉ុន្តែយើងគ្មានវិន័យនៅក្នុងការបរិភោគនិងគ្មានការហាត់ប្រាណផងនោះតើឯណាទៅសុខភាពល្អយើងតែងតែចង់បានភាពជោគជ័យប៉ុន្តែយើងខ្លួនឯងរស់នៅឬក៏ធ្វើអ្វីមួយគ្មានវិន័យនៅក្នុងការអភិវឌ្ឍខ្លួនបានឡើយវិស័យការងារក៏ដោយឬក៏វិស័យការសិក្សារៀនសូត្រក៏ដោយបើយើងត្រូវតែមានចាំបាច់ណាស់មានវិន័យល្អនៅក្នុងជីវិតប្រចាំថ្ងៃដើម្បីយកទៅអនុវត្តដើម្បីអភិវឌ្ឍសមត្ថភាពរបស់ខ្លួនឯងចុះបើយើងអត់មានផែនការទាំងអស់នោះតើឯណាទៅភាពរីកចម្រើនឯណាទៅការអភិវឌ្ឍសមត្ថភាពវាអត់មានទេអញ្ចឹងគ្រប់យ៉ាងគឺវាមានហេតុមានផលមានហេតុទើបមានផលអញ្ចឹងណាហើយអាក្រក់ជាងនឹងទៅទៀតហ្នឹងគឺពេលខ្លះយើងបណ្ដោយឲ្យចិត្តរបស់យើងហ្នឹងរស់នៅប្រកបទៅដោយខ្វះនៅគុណធម៌ច្រើនមែនទែនដោយពេលខ្លះយើងចំណាយពេលវេលាដេញតាមផលប្រយោជន៍ផ្ទាល់ខ្លួនឬក៏ពេលខ្លះហ៊ានបោះបង់ចោលទៅនឹងសិលធម៌ផងដែរអញ្ចឹងណាហើយការរស់នៅគ្មានភាពស្មោះត្រង់អីចឹងទៅដូច្នេះជីវិតដែលខ្វះទាំងវិន័យខ្វះទាំងគុណធម៌គឺប្រៀបបានដូចជានាវាមួយកំពុងតែបើកបរនៅលើផ្ទៃទឹកប៉ុន្តែនាវានោះគ្មានចង្កូតដែលអាចបត់បែនទៅតាមផ្លូវណាដែលត្រឹមត្រូវបានឡើយរហូតដល់ទៅជួបនៅឧបទ្ទវហេតុឬក៏ឧបសគ្គនៅខាងមុខក៏មិនអាចបត់បែនទៅតាមកលៈទេសៈទាំងអស់នោះបានដែរយើងនឹងអាចមានគ្រោះថ្នាក់នៅថ្ងៃមុខបើសិនបើយើងរស់នៅខ្វះទាំងវិន័យខ្វះទាំងគុណធម៌បែបនេះចឹងព្រះអង្គបានសម្ដែងថាវិន័យនិងគុណធម៌គឺជាទ្រនាប់និងជាមាគ៌ាតែមួយគត់ដើម្បីឈ្មោះទៅរកសេចក្តីសុខចម្រើនយ៉ាងពិតប្រាកដនៅក្នុងធម៌វិន័យព្រះអង្គសម្ដែងថាសិលគឺជាវិន័យមូលដ្ឋានសម្រាប់យកទៅអនុវត្តគ្រប់គ្រងកាយវាចារបស់យើងនឹងឲ្យរស់នៅមានសណ្ដាប់ធ្នាប់ល្អចំណែកឯគុណធម៌គឺជាការគ្រប់គ្រងចិត្តឲ្យបានស្អាតស្អំឲ្យបានផូរផង់ផងដែរអញ្ចឹងនៅក្នុងឃ្លាមួយព្រះអង្គសម្ដែងតទៅទៀតថាគុណធម៌ខាងក្នុងនឹងជួយឲ្យយើងចេះចែករំលែកចេះអត់ឱននិងមានមេត្តាធម៌នៅពេលដែលកាយវាចាចិត្តរបស់មនុស្សយើងម្នាក់ត្រូវបានគ្រប់គ្រងដោយវិន័យនិងគុណធម៌ល្អហើយនោះក្តីកង្វល់ភាពភ័យខ្លាចនិងវិបដិសារីអីផ្សេងទាំងឡាយហ្នឹងនឹងត្រូវបាត់រលាយសូន្យតែម្ដងហើយទាំងអស់នោះវាបានជំនួសមកវិញនៅសន្តិភាពផ្លូវចិត្តដ៏ល្អមួយដ៏ត្រជាក់ត្រជុំមួយដ៏មានសុភមង្គលមួយប្រចាំថ្ងៃផងដែរដូច្នេះវិន័យអាចជួយឲ្យយើងក្លាយទៅជាមនុស្សរឹងមាំនិងមានសមត្ថភាពចំណែកឯគុណធម៌អាចជួយឲ្យយើងក្លាយទៅជាមនុស្សម្នាក់ដែលមានសេចក្តីថ្លៃថ្នូរ
miền kê chúa miền kê tì vua cứ sài tờ lư con thọ rồi bỏ dương đi tại mà đòn về khai dương miền đầm lầy tại nông sạch hạ bàn không bị xài cả nghe không cả sọc xài liền sốt bây giờ miền con thọ lõ nô kê chúa rồi bỏ dương nông sập sai tờ lư khăn đo rồi ốp bên trái trò tại mà đònដូច្នេះគឺទាំងពីរនេះគឺជាគ្រឿងផ្សំនៃចំណុចទាំងពីរនេះទៅជាគ្រឹះដ៏រឹងមាំនៅក្នុងការកសាងសុភមង្គលដ៏ពិតប្រាកដដូច្នេះហើយយើងកុំបណ្ដោយឲ្យជីវិតរបស់យើងរស់នៅទៅតាមព្រេងវាសនាឬតាមតែការអស់ទាញទៅនឹងអារម្មណ៍របស់យើងកុំធ្វើអ្វីតាមតែអារម្មណ៍យើងត្រូវក្រោកឈរឡើងចាប់ផ្ដើមបណ្ដុះវិន័យពីចំណុចតូចៗប្រចាំថ្ងៃរបស់យើងវិន័យនៅក្នុងការថែរក្សាសុខភាពវិន័យនៅក្នុងការបំពេញការងារនិងវិន័យនៅក្នុងការគ្រប់គ្រងអារម្មណ៍របស់យើងនឹងតែម្ដងហើយទន្ទឹមនឹងនោះយើងត្រូវចូលឲ្យគៀកអបក្រសោបយកនៅគុណធម៌មកធ្វើជាត្រីវិស័យដើម្បីចង្អុលផ្លូវដ៏ល្អដ៏ត្រឹមត្រូវមួយសម្រាប់ផែនទីជីវិតរបស់យើងអញ្ចឹងការរស់នៅដែលមានសិលធម៌និងមានភាពស្មោះត្រង់នឹងការងារស្មោះត្រង់នឹងជុំវិញមនុស្សជុំវិញខ្លួននិងមានមេត្តាធម៌ចំពោះមនុស្សទៅជានិច្ចកាលណាយើងរស់នៅតែមានវិន័យនិងគុណធម៌ខ្ជាប់ខ្ជួនល្អហើយមិនថាពិភពលោកខាងក្រៅពោពេញទៅដោយព្យុះភ្លៀងច្រើនប៉ុណ្ណាទេក៏យើងនៅតែអាចរក្សាភាពស្ងៀមស្ងាត់និងសុភមង្គលដ៏ល្អបរិសុទ្ធនៅ